Channel សៀវភៅនិទានសូមជូនរឿងកំពង់ខ្សាច់សដកស្រង់ចេញពីប្រជុំរឿងព្រេងខ្មែរភាគទី6នៅក្នុងឃុំរយៈជ័យស្រុកបាភ្នំខេត្តព្រៃវែងមានភូមិមួយដែលនៅខាងលិចគោកសណ្ដែកចម្ងាយប្រមាណជា3គីឡូម៉ែត្រគេហៅភូមិនេះថាកំពង់ខ្សាច់សកាលពីដើមកំពង់ខ្សាច់សនេះគឺជាទីប្រជុំជននៃសាលាស្រុកបាភ្នំដោយទឹកជន់លិចជាញឹកញយពេករាជការក៏រើសាលាស្រុកអំពីកំពង់ខ្សាច់សទៅដាក់នៅសង្កាត់ឈើកាច់វិញកំពង់ខ្សាច់សស្ថិតនៅជាប់នឹងមាត់បឹងដ៏ធំមួយដែលមានទឹកខួបប្រាំងខួបវស្សាព្រមទាំងសម្បូរដោយមច្ឆជាតិផងដែរនៅខែវស្សាបឹងខ្សាច់សមានទឹកល្ហល្ហេវប្រៀបបាននឹងបឹងទន្លេសាបនារដូវប្រាំងប៉ុន្តែនៅរដូវប្រាំងបឹងនេះក៏រួមមកនៅតូចវិញមុនឆ្នាំ1950កំពង់ខ្សាច់សគឺជាផ្សារមួយយ៉ាងធំមធ្យមប្រកបដោយសេចក្តីសុខសប្បាយរុងរឿងប៉ុន្តែដោយស្រុកមានអសន្តិសុខក្នុងសម័យនោះអ្នកផ្សារក៏នាំគ្នារត់ឡើងទៅនៅឯគោកសណ្ដែកខ្លះទៅនៅឯពីមរខ្លះអស់ទៅសប្តាហ៍ថ្ងៃនេះកំពង់ខ្សាច់សបានក្លាយទៅជាភូមិអ្នកស្រុកធម្មតាវិញបានជាគេហៅថាកំពង់ខ្សាច់សយ៉ាងដូចនេះដោយមានរឿងព្រេងដែលចាស់ៗដំណាលនិទានតគ្នាមកថាក្នុងអតីតកាលយូរអង្វែងណាស់មកហើយឮថាមានក្រពើឈ្មោលមួយនៅឯភ្នំជើងមីដែងក្នុងស្រុកកូសាំងស៊ីនមានមហិទ្ធិឫទ្ធិខ្លាំងពូកែណាស់អាចកាឡាខ្លួនជាមនុស្សក៏បានជាលោកសង្ឃក៏បានថ្ងៃមួយក្រពើនេះបានកាត់មករកប្រខំគ្នានឹងក្រពើមួយទៀតនៅទន្លេហោះហៀវក្នុងសង្កាត់កំពង់ធំស្រុកលើកដែកខេត្តកណ្ដាលលុះមកដល់ពីមបានណាមដែលមានទន្លេបែកជា3ក្រពើនោះក៏រកទន្លេហោះហៀវមិនឃើញត្រង់នេះគេសន្មតហៅថាពីមរហូតមកដល់សប្តាហ៍ថ្ងៃនេះឯងពេលនោះក្រពើក៏បានឃើញទូកតានឹងយាយ2នាក់ដែលកំពុងអមធ្វើដំណើរទៅកំពង់ភ្នំក្រពើក៏បានកាឡាខ្លួនជាភេទលោកនេនដោយសុំដោយសារទូកតានឹងយាយនោះទៅក្នុងពេលដែលតានឹងយាយកំពុងអមទូកលោកនេនជាក្រពើនោះក៏បានសួរតាថាត្រង់ណាគេហៅថាទន្លេហោះហៀវតាក៏ឆ្លើយថាបន្តិចទៀតដល់ហើយបើដល់ហើយសូមតាប្រាប់អាត្មាផងតានោះក៏ឆ្លើយថាមិនអីទេចាំខ្ញុំករណាទូលពុទ្ធដីកាលុះតានឹងយាយអមទូកដល់ទន្លេហោះហៀវក៏ប្រាប់ថាត្រង់នេះហើយហៅថាទន្លេហោះហៀវលោកចៅកាលដែលបានដឹងថាទន្លេហោះហៀវហើយលោកនេននោះក៏កាឡាខ្លួនជាក្រពើភ្លាមលត់ចុះទៅក្នុងទឹកភ្លុងបានជួបនឹងក្រពើហោះហៀវនោះក៏ចាប់ប្រខំគ្នាយ៉ាងសម្បើមអស្ចារ្យដល់ទីបំផុតក្រពើនៅភ្នំជើងមីដែងត្រូវក្រពើទន្លេហោះហៀវខំដាច់កន្ទុយនិងខំត្រូវកន្លែងឯទៀតជាដំណំក្រពើត្រូវរបួសក៏ហែលកិច្ចមកលាក់ខ្លួនពួនអាត្មាក្នុងបឹងមួយនៅខាងកើតពីមរនោះឯងលុះដល់មនុស្សគេទៅឃើញក្រពើកំបុតកន្ទុយនៅក្នុងបឹងនោះគេក៏នាំគ្នាសន្មតនាមបឹងនោះហៅថាបឹងក្រពើកំបុតបឹងក្រពើកំបុតជាប់រហូតមកដល់សព្វថ្ងៃនេះលុះភៀសខ្លួនរួចអំពីអាសន្នធំហើយក្រពើនោះក៏វាលូនទៅទៀតប្រាថ្នានឹងវិលទៅលំនៅខ្លួនឯភ្នំជើងមីដែងវិញដើម្បីនឹងបានឲ្យជួបប្រពន្ធកូនប៉ុន្តែជាអកុសលលូនមកដល់ខាងកើតបឹងនោះដែលសព្វថ្ងៃគេហៅថាខ្សាច់សក្រពើនោះក៏ដាច់ខ្យល់ស្លាប់ក្នុងពេលនោះទៅឯអ្នកស្រុកក៏នាំគ្នាយកសាច់ហើយចម្រាញ់យកខ្លាញ់ដោយហេតុតែក្រពើនោះមានឫទ្ធិអំណាចអ្នកស្រុកមិនហ៊ានអាស្រ័យក៏យកទៅចាក់ចោលនៅវាលខ្សាច់សាច់ក្រពើនោះសគេក៏សន្មតហៅទីនោះថាខ្សាច់សខ្លាញ់ក្រពើដែលចម្រាញ់បាននោះគេយកទៅចាក់ចោលក្នុងបឹងមួយធំនៅក្នុងឃុំពីមរស្រុកពីមរហើយគេសន្មតហៅបឹងនោះថាបឹងចាក់ខ្លាញ់ទាំងភូមិនិងវត្តនៅក្បែរមាត់បឹងនោះក៏គេនាំគ្នាហៅថាភូមិចាក់ខ្លាញ់វត្តចាក់ខ្លាញ់ដែរជាប់រហូតមកដល់សព្វថ្ងៃនេះចំណែកក្រពើញីកាលបើបាត់ប្តីយូរពេកមិនឃើញត្រឡប់ទៅវិញក៏លាកូនមកតាមប្តីលុះមកដល់កណ្ដាលផ្លូវក៏បានដឹងថាប្តីស្លាប់ទៅហើយក៏ទ្រាំពួនស្លាប់ខ្លួននៅទីនោះទៅខ្មោចក្រពើនោះឯងក៏คล้ายទៅជាថ្មដោយអំណាចឫទ្ធិកន្លែងនោះអ្នកស្រុកសន្មតហៅថាថ្មក្រពើទ្រាំរហូតមកដល់សព្វថ្ងៃនេះរីឯកូនក្រពើទៀតសោតកាលបើបាត់មេបាយូរពេកមិនឃើញត្រឡប់ទៅវិញក៏តាមមកទៀត
មកដល់ពាក់កណ្ដាលផ្លូវស្រាប់តែបានដឹងថាមេនិងបាខ្លួនស្លាប់អស់ហើយក៏ក្រាំងខ្លួនស្លាប់នៅទីនោះទៀតទៅទីក្រាំងខ្លួននោះក៏បានក្លាយទៅជាថ្មអំណាចឫទ្ធិដែរត្រង់នោះអ្នកស្រុកហៅថាភូមិថ្មក្រាំងហៅคล้ายមកទៀតថាភូមិថ្មទ្រាំងនៅតែសពថ្ងៃនេះចម្ងាយពីថ្មក្រពើទ្រោមទៅភូមិថ្មទ្រាំងប្រមាណ1គីឡូម៉ែត្រនៅខាងកើតឈៀងអាគ្នេយ៍ផ្សារគោកសណ្ដែកក្នុងសង្កាត់រយៈជ័យស្រុកបាភ្នំខេត្តព្រៃវែងសពថ្ងៃនេះ